បើមានអារម្មណ៍ថារាងសាបមាត់សាបកឈឺក្បាលវិលមុខអីគឺអាចសាកធ្វើជាមួយនឹងស៊ុបមីសួរជូរហឹរមួយមុខនេះបានធានាថាធ្វើហើយគឺដឹងតែស្វាងចេះតែម្ដងរូបរាងទំនងមានរសជាតិឆ្ងាញ់ចំណាយអស់លុយតិចអញ្ចឹងបងប្អូនអាចធ្វើសាកទាំងអស់គ្នាបាននៅក្នុងនោះគ្រឿងផ្សំគឺមានតែមីសួរសាច់ជ្រូកបន្តិចការ៉ុតស្លឹកខ្ទឹមហើយមានសាឡាក់នឹងពី3មេក្រូចឆ្មានិងម្ទេសសម្រាប់ក្រូចឆ្មាគឺយកវាមកពុះយកតែមួយចំណិតបានហើយឡឹកខ្ទឹមគឺយកវាមកហាន់កង់ដោយនៅក្នុងនោះគឺយើងដាក់ផ្នែកគល់ផ្សេងហើយនឹងផ្នែកស្លឹកផ្សេងការ៉ុតគឺខ្ញុំប្រើតែមួយកង់តូចទេគឺយកវាមកពុះទៅជា2ហើយនឹងហាន់វាទៅជាដុំរាងតូចៗមកល្មមដើម្បីឲ្យវាឆាប់ចូលជាតិបានល្អសម្រាប់បន្លែគឺយើងចូលចិត្តអីដាក់នឹងទៅហើយជាពិសេសបើមាននៅសល់អីក្នុងទូយកមកដាក់តែម្ដងទៅចាហើយចំណែកសាច់ជ្រូកវិញគឺប្រើតែមួយកូនដុំតូចទេគឺយកមកហាន់ទៅជាដុំរាងតូចៗហើយនឹងចិញ្ច្រាំវាឲ្យបានរាងល្អិតបន្តិចពេលចិញ្ច្រាំសាច់ជ្រូកមើលទៅបានល្អិតល្អប៉ុណ្ណឹងហើយគឺយើងអាចដួសដាក់ទៅក្នុងចានមួយដោយឡែកសិនហើយសម្រាប់មីសួរគឺខ្ញុំប្រើតែមួយកញ្ចប់ទេដោយសារតែសាច់យើងរាងតិចដែរចាអញ្ចឹងយើងដាក់តែមួយកញ្ចប់មកហើយមុននឹងយកទៅដាក់ស្រស់ធ្វើគឺខ្ញុំបានដាក់លាងទឹកធម្មតាបន្តិចរួចដាក់ទឹកធម្មតានឹងចំនួនមួយកូនផ្ដាល់មកហើយនឹងទុកវាឲ្យបានពុះបន្តមកទៀតគឺយើងដាក់សាច់ជ្រូកដែលយើងបានចិញ្ច្រាំចូលមកដាក់គ្រឿងផ្សំចូលបន្ថែមរសជាតិដែលមានដូចជាទឹកត្រីទឹកប្រេងខ្យងស្ករម្សៅស៊ុបរួចគឺដាក់គល់ខ្ទឹមចូលមកដើម្បីវាកាន់តែមានក្លិនឈ្ងុយហើយបន្ថែមជាមួយនឹងទឹកម្ទេស1ស្លាបព្រាទៀតដើម្បីជំនួយរសជាតិសម្រាប់ម្ទេសហុយវិញគឺដាក់ទៅតាមចំណង់ចំណូលចិត្តតែដាក់រាងហឹរបន្តិចមកបើមានរសជាតិឆ្ងាញ់ធ្វើទឹកស៊ុបយើងគឺពណ៌ក្រហមស្អាតចាក់ការ៉ុតដែលយើងបានហាន់រួចចូលមកនឹងទុកទឹកនឹងឲ្យបានរាងពុះល្អនៅពេលដែលពុះគឺយើងអាចដាក់មីសួរបានហើយនៅពេលដែលដាក់មីសួរហើយយើងអាចច្របាច់ក្រូចឆ្មាចូលមួយចំណិតតែប៉ុណ្ណឹងឃើញថាស៊ុបមីសួរជូរហឹររបស់យើងគឺបានរួចរាល់ហើយគ្រាន់ថាយើងទុកឲ្យមីសួរបានរីកបន្តិចទៅតំណងខ្លាំងមែនតែនមកមុខនេះគឺធ្វើឲ្យធានាថាដឹងតែជាប់ចិត្តហើយអត់ចាំបាច់ទៅរកណាឆ្ងាយទេធ្វើញ៉ាំតែខ្លួនឯងមួយផ្លេតមកគឺបានញ៉ាំហើយបន្ថែមជាមួយនឹងលឹកខ្ទឹមបន្តិចមកហើយនៅពេលដែលយើងដួសដាក់ចានគឺយើងអាចត្រៀបសាឡាត់ចូលសាឡាត់ហ្នឹងខ្ញុំនៅសល់2 3ស្លឹកហ្នឹងអញ្ចឹងយកមកដាក់អញ្ចឹងមកហើយចាក់ស៊ុបរបស់យើងចូលមកមានជាតិខ្លាំងមែនទែនមើលតពណ៌របស់គេក៏ដឹងថាមានរសជាតិឆ្ងាញ់ប៉ុណ្ណាដែរ